Hello សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមកបង្ហាញទាក់ទងជាមួយនឹង email ដែលមានបញ្ហាញាក់អ្នកគ្នាអញ្ចឹងជាដំបូងហ្នឹងមុននឹងបញ្ហាដែលមាន email ញាក់ហ្នឹងគឺយើងត្រូវធ្វើមកទីមួយយើងចូលមកកាន់ Google ចូលមកអញ្ចឹងអ្នកគ្នាចូលមកហើយអ្នកគ្នាចុចកន្លែង3នេះចុច3ហ្នឹងមួយមកយកពាក្យ history នេះ history ហើយយើងចុចពាក្យ history ហ្នឹងទៀតមកបន្ទាប់មកអ្នកគ្នាមើលកន្លែង delete browser មិញហ្នឹងអញ្ចឹងអ្នកគ្នាចូលកន្លែងនេះចូលហើយអ្នកគ្នាចុច crease នេះ crease 3ហ្នឹងហើយចុចពាក្យ delete data អញ្ចឹងយើងចុចមកពេលយើងចុច delete data ហើយយើងចូលទៅកាន់ setting មួយទៀត setting ហើយយកពាក្យ about គឺជ្រុំហើយ update version អ្នកគ្នាចឹងវានឹង update រងចាំវាបន្តិចទៅអញ្ចឹងយើងរងចាំវាដល់រហូតដល់ចប់ដើម្បី update Google Chrome ឥឡូវវាចប់ហើយអញ្ចឹងសម្រាប់ email ដែលវាញាក់ហ្នឹងនៅពេលដែលយើង send email ញាក់ហ្នឹងទៅគឺវាលេចបាត់ហើយឧទាហរណ៍អញ្ចឹងឧទាហរណ៍អ្នកនរគ្នាមួយចូលទៅកាន់ email របស់ខ្ញុំមួយចូលហើយចូលទៅក្នុង email សម្រាប់ email ហ្នឹងអ្នកគ្នានៅកន្លែង inbox នេះគឺវាលោតញាក់អ្នកគ្នាអញ្ចឹងនៅពេលដែលវាញាក់ទៅវាយើងចុចអីក៏អត់បានដែរសម្រាប់នៅតែក្នុង inbox នេះអញ្ចឹងនៅពេលដែលយើងធ្វើមិញនេះហើយទៅ email របស់យើងនោះវាឈប់ញាក់ឲ្យអ្នកគ្នាអញ្ចឹងសម្រាប់វីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងអ្នកគ្នាសូមអរគុណ